Ngàyនេះគឺខ្ញុំមានវីដេអូមួយចង់បង្ហាញដល់អ្នកគ្នាអំពីយើង edit រៀងឲ្យវាស្អាតអញ្ចឹងណាអញ្ចឹងគឺយើងចូលជាមួយនឹងកម្មវិធីហ្នឹងមកធ្វើការរងចាំបន្តិចទៅតបមកគឺយើងចុចសញ្ញារូបដូចក្បាលមនុស្សសញ្ញាបូកហ្នឹងមកតបមកទៀតគឺយើងធ្វើការជ្រើសរើសរូបមួយស្លឹកដែលយើងចង់ edit រៀងចេញមកឲ្យវាស្អាតអញ្ចឹងណាតបមកទៀតគឺយើងធ្វើការអូសបន្តិចមកគឺយើងរើសរករូបរៀងចេញរៀងនេះមកតបមកទៀតអាកន្លែងនេះគឺកន្លែងវាលូតកម្ពស់យើងចង់ឲ្យវាវែងខ្លីគឺយើងដាក់តាមហ្នឹងមកបើយើងអត់ចង់ទេគឺយើងចុចអាកន្លែងទី2នេះមកតបមកទៀតយើងដាក់កន្លែងចំណុចសំខាន់របស់យើងហើយកន្លែងនេះគឺកន្លែងយើងស្រែកន្លែងតម្រង់ជើងយើងឲ្យវារៀងធំហ៎អានេះកន្លែងក្បាលពោះយើងឲ្យវារៀងទូចស្លូនចឹងទៅកន្លែងនេះគឺកន្លែងដើមដាវយើងមកទៀតកន្លែងនេះគឺកន្លែងតាគៀកយើងគឺវាមានច្រើនខ្លាំងមែនតើតែបញ្ជាក់មួយអាកន្លែងសញ្ញា free ក្រហមនេះគឺយើងអាចដាក់បានទេបើយើងចង់ edit តតែយើងបុកលុយតបមកយើងចុចសញ្ញាការីមកហើយយើងចុច save វាមករងចាំពាណិជ្ជកម្មបន្តិចទៅតមកទៀតគឺយើងចុចសញ្ញាពណ៌ក្រហមនេះមករួចជាការស្រេច